ជំរាបសួរបងប្អូនអ៊ំពូមីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍អំពីការចិញ្ចឹមកូនដោយទឹកដោះដោយសារខ្ញុំគឺជាអ្នកម្ដាយដែលមានកូនចំនួន2នាក់រួចទៅហើយដោយកូនទី1ហ្នឹងគឺបើផ្ទាល់គឺអត់សូវហត់ទេចំណែកឯកូនទី2ហ្នឹងគឺយើងធ្វើការបូមទឹកដោះគឺហត់ខ្លាំងជាងកូនទី1ប៉ុន្តែខ្ញុំសង្កេតឃើញថាការលូតលាស់របស់កូនខ្ញុំទាំងពីរហ្នឹងគឺវាខុសគ្នាកូនទី2គឺឡើងគីឡូខ្លាំងជាងកូនទី1ចំពោះការបូមទឹកដោះរបស់ខ្ញុំហ្នឹងគឺធ្វើឡើងដោយអត់ដាក់សម្ពាធលើខ្លួនឯងទេនៅក្នុងមួយថ្ងៃគឺខ្ញុំបូមបានតែ3ដងទេចាប់តាំងពីអូនកើតរហូតដល់ឥឡូវហ្នឹងអូនអាយុ5ខែគឺខ្ញុំបូមបានមួយថ្ងៃតែ3ដងទេចំពោះទឹកដោះវិញគឺខ្ញុំបូមឲ្យអូនញ៉ាំថ្មីធម្មតា2ថ្ងៃអីគឺខ្ញុំចាក់ចោលហើយខ្ញុំអត់បកកទេដោយសារអូនមកអត់តាន់ឥឡូវគាត់អាយុ5ខែហើយគឺគាត់នៅតែមានទឹកដោះគ្រប់គ្រាន់សម្រាប់បើទេនៅតែសល់ចាក់ចោលដែរខ្ញុំចង់ប្រាប់ម៉ាម៉ាទាំងអស់គ្នាថាកុំដាក់សម្ពាធលើខ្លួនឯងពេកធ្វើតាមស្ថានភាពខ្លួនឯងទៅមានម៉ាម៉ាណាខ្លះកំពុងតែបូមទឹកដោះដូចខ្ញុំតោះខមមិនខាងក្រោមវីដេអូហ្នឹងមកដើម្បីចែករំលែកបទពិសោធន៍ទាំងអស់គ្នាបានណា